បាទសមាញ្ញាជំរាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលជាអ្នកចូលចិត្តតាមដានកីឡាក៏ដូចជាវិនិយោគនៅកីឡាជាមួយនឹងវិស័យសុខវិស័យសៀងជាមួយ admin ហើយសម្រាប់វីដេអូដំបូងរបស់ admin នៅក្នុង channel MC កុងនៅថ្ងៃនេះ admin សូមធ្វើការយកវីដេអូមកវិភាគ4គូមកចែកជូនបងប្អូននៅក្នុងវីដេអូមួយនេះដើម្បីឲ្យបងប្អូនធ្វើការគិតពិចារណាថាគួរតាម admin ឬក៏គួរសម្រេចបែបណាកែច្នៃខ្លួនឯងបែបណាហើយចង់ដឹងថាមានគូណាខ្លះកុំភ្លេចទស្សនាវីដេអូមួយនេះឲ្យបានចប់ទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់คลิปវិភាគបាល់នៅក្នុងវីដេអូមួយនេះ admin ក៏សូមធ្វើការណែនាំសម្រាប់បងប្អូនដែលចង់បានការវិភាគបាល់ចេញពីខ្ញុំ admin កុងក៏ដូចជា admin ដតីឬក៏ចង់បានពាក្យថាតម្រុយបាល់គូផ្សេងៗជាច្រើនបងប្អូនអាចធ្វើការតាមរយៈ link នៅក្រោម profile របស់ admin ទាំងអស់គ្នាបងប្អូនអាចចូលមកនៅក្នុងក្រុម AKFC Sport Tip ដើម្បីមកទទួលតម្រុយបាល់ក៏ដូចជាការវិភាគបាល់ហើយបងប្អូនចង់ដឹងថាក្រុម AKFC Sport Tip មានសមាជិករហូតដល់ប្រមាណប៉ុណ្ណេះល្អលេងឬមិនល្អលេងបងប្អូនអាចធ្វើការចុចបានណាសម្រាប់ link បញ្ជាក់នៅក្រោម profile ឬក៏រូបភាពដែល admin កំពុងតែចម្អុលនៅក្រោម profile នេះទាំងអស់គ្នាហើយមួយទៀតសម្រាប់បងប្អូនដែលកំពុងតែស្វែងរកវេទិកាកម្សាន្តដែលមានទំនុកចិត្តនិងមានសុវត្ថិភាពខ្ពស់សូមណែនាំឲ្យបងប្អូនជ្រើសរើស UFA ជាវេទិកាកម្សាន្តដែលបងប្អូនគួរតែគិតជាជំរឿទី1ដើម្បីចូលរួមកម្សាន្តតាមរយៈខ្ញុំ MC កុងទាំងអស់គ្នាតោះឥឡូវកុំឲ្យខាតពេលវេលាជាច្រើនសម្រាប់4គូនៅក្នុងថ្ងៃនេះមាននៅក្នុង Premier League 1គូនៅក្នុង La Liga របស់អេស្ប៉ាញ1គូក៏ដូចជានៅក្នុង Ligue 1របស់បារាំងដោយគូទី1ក្រុម Manchester United នឹងជួបជាមួយនឹងក្រុម FC Fulham នៅវេលាម៉ោង 9 យប់ថ្ងៃអាទិត្យនេះយើងងាកមកមើលតារាងពិន្ទុរបស់ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នស្នៅលេខរៀងទី4ឆ្លងកាត់23ប្រកួតមាន38ពិន្ទុឈ្នះ10ស្មើ8និងចាញ់5ដងសុទ្ធបញ្ចូលទីបាន41គ្រាប់របូតគ្រាប់បាល់វិញ34គ្រាប់ចំណែកឯក្រុមភ្ញៀវ FC Fulham បច្ចុប្បន្នស្នៅលេខរៀងទី7ឆ្លងកាត់23ប្រកួតមាន34ពិន្ទុក្នុងនោះឈ្នះ10ស្មើ4និងចាញ់9សុទ្ធបញ្ចូលទីបាន32គ្រាប់និងរបូតវិញ32គ្រាប់យើងមកមើលការប្រកួត5ប្រកួតចុងក្រោយក្រុមទាំងពីរសម្រាប់ក្រុមម្ចាស់ផ្ទះដូចជារៀងមិនសូវល្អទេដែលក្នុងនោះឈ្នះ2ស្មើ2និងចាញ់1មានស្មើជាមួយនឹង Leeds United 1-1បន្តស្មើជាមួយនឹង AFC Burnley 2-2ហើយក៏ចាញ់ Brighton នៅពានរង្វាន់ FA Cup 1-2បន្ទាប់មកពីប្រកួតនៅក្រោមការដឹកនាំគ្រូបង្វឹកថ្មីឈ្នះទាំងពីរប្រកួតក្នុងនោះឈ្នះក្រុមខ្លាំង Manchester City នៅទឹកដី Old Trafford 2-0ហើយការប្រកួតចុងក្រោយក៏បន្តធ្វើបានល្អដោយការយកឈ្នះលើ Arsenal 3-2គឺថាពីប្រកួតចុងក្រោយគ្រូបង្វឹកថ្មីដូចជារៀងល្អដែរយើងងាកមកមើលខាងក្រុមភ្ញៀវវិញ FC Fulham ដូចជារៀងល្អជាងក្រុមម្ចាស់ផ្ទះបន្តិចដោយក្នុងនោះឈ្នះ3ស្មើ1និងចាញ់1មានស្មើជាមួយនឹង Liverpool 2-2បន្តយកឈ្នះលើ Chelsea 2-1បន្តយកឈ្នះលើ Middlesbrough នៅ FA Cup 3-1ចាញ់ជាមួយនឹង Leeds United 0-1ចំណែកការប្រកួតកាលពីថ្ងៃទី24ខែ1យកឈ្នះ Brighton and Hove Albion នៅក្នុងទឹកដីខ្លួនឯងដោយលទ្ធផល2-1ងាកមកមើលប្រវត្តិនៃការជួបគ្នាសម្រាប់15ប្រកួតចុងក្រោយក្នុង Manchester United ធ្វើបានល្អមែនដែលអាចឈ្នះ Fulham រហូតដល់10ប្រកួតចំណែក Fulham ឈ្នះទៅ2ប្រកួតទេហើយនឹងស្មើគ្នា3ដងចំណែក5ប្រកួតចុងក្រោយនេះរៀងស៊ីសងគ្នាដោយម្ចាស់ផ្ទះឈ្នះ2ក្រុមភ្ញៀវឈ្នះ2និងស្មើគ្នា1ដងអញ្ចឹងសមត្ថភាពនាពេលបច្ចុប្បន្នដូចរៀងបដុំប្រសងគ្នាណាស់សម្រាប់ក្រុមទាំងពីរតោះយើងមើលការរៀបចំកីឡាករសម្រាប់ក្រុមទាំងពីរនៅរាត្រីនេះសម្រាប់ក្រុមម្ចាស់ផ្ទះយប់នេះអាចនឹងអវត្តមានកីឡាករ3រូបក្នុងនោះមានកីឡាករសញ្ជាតិហូឡង់ Matthew Delay កីឡាករ Patrick Doku ក៏ដូចជាខ្សែប្រយុទ្ធកីឡាករ Jose Zirkzee ចំណែកឯក្រុមភ្ញៀវយប់នេះខាតកីឡាករ Tete, Oscar Bob, Samu Chukwueze, Zaza Lukic ជាមួយនឹង Rodrigo Muniz ចំណែកឯ11អ្នកដំបូងដែលគិតថានឹងអាចមានវត្តមាននៅក្នុងការប្រកួតមួយនេះសម្រាប់ក្រុមចាស់ផ្ទះរៀបចំក្នុងប្រព័ន្ធ 4-2-3-1 ក្រោមការដឹកនាំរបស់លោក Michael Carrick ក្នុងនោះមានអ្នកចាំទីសញ្ជាតិ Basic Senelamen ខ្សែការពារ4រូបប្រើប្រាស់កីឡាករ Luke Shaw, Lisandro Martinez, Harry Maguire ជាមួយនឹង Diego Dalotចំណែកដុំមីកដា2រូបប្រើប្រាស់កីឡាករ Kobe Mainoo ចាប់ដៃគូជាមួយនឹង Casemiro តំបន់ប្រយុទ្ធនៅតែមានកីឡាករ Matheus Cunha, Bruno Fernandes ក៏ដូចជាកីឡាករ Amad Diallo និងខ្សែប្រយុទ្ធប្រើប្រាស់កីឡាករ Bryan Mbeumo ចំណែកឯខាងក្រុមភ្ញៀវយប់នេះវិញរៀបចំក្នុងប្រព័ន្ធ 3-4-2-1 មានអ្នកចាំទី Berleno ខ្សែការពារក្រោមមាន Diop មាន Anderson មាន Bazi ចំណែកឯតំបន់កណ្ដាលមាន Castagne មាន Alex Iwobi មាន Jordan Berger ជាមួយនឹង Robinson ចំណែក3ប្រយុទ្ធខាងលើមាន Wilson មាន Emil Smith Rowe ជាមួយនឹង Raul Jimenezច្បាស់ណាស់សម្រាប់5ប្រកួតចុងក្រោយបើយើងមកកលេចមកមើលក្រុមទាំងពីរគឺក្រុម FC Fulham ធ្វើបានល្អមែនទែនហើយ5ប្រកួតនៃការជួបគ្នាចុងក្រោយហ្នឹងក៏ក្រុមទាំងពីររៀងស៊ីប្រថងគ្នាដែរដូច្នេះហើយក្នុងការសម្រេចចិត្តថាគួរឬក្រុមណារៀងចាប់តិចដោយសារកម្រងលេងល្អហើយបន្ទុកក៏មិនដាច់គ្នាប្រហែលដែរសម្រាប់ក្រុមទាំងពីរក៏ប៉ុន្តែបើយើងមកកលេចមើលក្រោមការដឹកនាំរបស់គ្រូរង្វឹកថ្មីលោក Michael Carrick
បញ្ជាក់ Michael Carrick ដឹកនាំលើកនេះគឺជាលើកទី2ហើយ5ប្រកួតនេះគឺមិនដែលស្គាល់ថាចាញ់ទេក្នុងនោះឈ្នះ14និងស្មើ1ដូច្នេះហើយក្រោមការដឹកនាំគ្រូបង្វឹកថ្មីខ្ញុំគិតថា Manchester United អាចនឹងធ្វើបានល្អនៅក្នុងទឹកដីខ្លួនឯងក៏ទោះបីជា Fulham ល្អយ៉ាងណាក៏ដោយគូនេះ admin នៅតែជឿជាក់សម្រាប់ការវិនិយោគតិចតួចដែលក្រុមចាប់ផ្ទះបើកឲ្យគិតថា Manchester United នឹងឈ្នះទៅលើក្រុមភ្ញៀវមិន2-1ក៏2-0គូនេះណែនាំបងប្អូនជ្រើសរើស Manchester United តោះយើងមកតជាមួយនឹង admin នៅក្នុងគូទី2នៅក្នុង Premier League ដដែលរវាងក្រុមកំពុងឡើងជើងរដូវកាលនេះគឺ Aston Villa ត្រូវជួបតតាំងប្រឆាំងជាមួយនឹងក្រុម Brentford សម្រាប់ក្រុម Aston Villa យើងមកមើលតារាងបន្ទុកបច្ចុប្បន្នស្ថិតនៅលេខទី3ឆ្លងកាត់23ប្រកួតមាន46បន្ទុកក្នុងនោះឈ្នះ14ស្មើ4និងចាញ់5ដងសុទ្ធបាន35គ្រាប់និងរបូតវិញ25គ្រាប់ចំណែកឯក្រុម Brentford វិញបច្ចុប្បន្ននៅលេខរៀងទី8ឆ្លងកាត់23ប្រកួតដូចគ្នាមាន33បន្ទុកក្នុងនោះឈ្នះ10ស្មើ3និងចាញ់10សុទ្ធបញ្ចូលទីបាន35គ្រាប់និងរបូតគ្រាប់វិញ32គ្រាប់យើងក៏លេខមកមើល5ប្រកួតចុងក្រោយតម្រង់លេងក្រុមចាស់ផ្ទះ Aston Villa វាល្អខ្លាំងដែរក្នុងនោះឈ្នះ4និងចាញ់តែម្ដងទេក្នុងនោះមានឈ្នះជាមួយនឹងមន់ខ្លាយមាស2-1ក្នុងពានរង្វាន់ FA Cup ហើយក៏ចាញ់ Everton នៅក្នុង Villa Park 0-1បន្តយកឈ្នះ Fenerbahce នៅ Europa League 1-0ហើយយកឈ្នះលើសារកាំពេញ Newcastle 2-0ចំណែកការប្រកួតចុងក្រោយត្រូវ Red Bull Salzburg នៅអូស្ត្រានាំមុខមុន2គ្រាប់ហើយតែក៏ត្រឡប់មកឈ្នះវិញដោយលទ្ធផល 3-2 នៅពានរង្វាន់ Europa League ចំណែកឯក្រុមភ្ញៀវ5ប្រកួតចុងក្រោយក៏មិនជាអន់ណាស់ណាដែរដោយក្នុងនោះឈ្នះ3និងចាញ់2ដងមានឈ្នះ3ប្រកួតជាប់គ្នាជាមួយ Everton 4-2បន្តយកឈ្នះលើ Sunderland 3-0ហើយក៏បន្តមកយកឈ្នះលើ Sheffield Wednesday នៅក្នុងពានរង្វាន់ FA Cup 2-0ចំណែកការប្រកួតចុងក្រោយ2ដងបរាជ័យទាំង2ដងក្នុងនោះមានបរាជ័យជាមួយ Chelsea 0-2ហើយបន្តចាញ់ Nottingham Forest ក្នុងទឹកដី 0-2 ងាកមកមើលប្រវត្តិនៃការជួបគ្នាសម្រាប់15លើកចុងក្រោយដូចជាស៊ីសងម្ដងគ្នាណាស់សម្រាប់ក្រុមទាំងពីរដោយ Aston Villa ឈ្នះ4 Brentford ឈ្នះ5និងស្មើគ្នា6ដងចំណែក5ប្រកួតចុងក្រោយថ្មីបំផុតក្នុងនោះ Aston Villa ឈ្នះ2ដង Brentford ឈ្នះ2ដងនិងស្មើគ្នាម្ដងដូច្នេះទម្រង់នៃការលេងនៃការជួបគ្នាអីគឺដូច admin និយាយចឹងល្អដូចគ្នាណាស៊ីសងគ្នាមិនដាច់ទេក្រុមទាំងពីរតោះឥឡូវយើងមកមើលការរៀបចំក្បួនមុនការប្រកួតយប់នេះតើនឹងខ្វះខាតកីឡាករណាខ្លះសម្រាប់ក្រុមម្ចាស់ផ្ទះយប់នេះនឹងអវត្តមានកីឡាករខ្សែប្រយុទ្ធ Oli Watkins កីឡាករ Ross Barkley Boubacar Kamara John McGinn ក៏ដូចជា Yuri Tielemans ជាមួយនឹង Alisson Edwards ចំណែកក្រុមភ្ញៀវនេះក៏មានបញ្ហាគួរឈឺក្បាលគួរសមដែរនៅក្នុងនោះនឹងអវត្តមានកីឡាករ Christopher Ajer Michael Damsgaard Fabio Carvalho ជាមួយនឹងកីឡាករ Joshua Da Silva អញ្ចឹងហើយសម្រាប់បញ្ហារបួសគឺមានទាំងពីរសម្រាប់ក្រុមទាំងពីរហើយសិតតែកីឡាករដែលសំខាន់ផងដែរមិនថា Aston Villa ឬក៏ក្រុមភ្ញៀវយើងមកមើល11អ្នកដំបូងដែលគិតថានឹងអាចមានវត្តមាននៅក្នុងការប្រកួតមួយនេះសម្រាប់ក្រុមម្ចាស់ផ្ទះក្រោមការដឹកនាំរបស់លោក Unai Emery រៀបចំក្នុងប្រព័ន្ធ 4-4-1-1 មានកីឡាករប្រចាំទីសញ្ជាតិអាសង់ទីន Emilio Martinez ខ្សែការពារ4រូបប្រាកដក Ian Mason Pau Torres Enrique Conza ក៏ដូចជាកីឡាករ Matty Cash ចំណែកតំបន់កណ្ដាលមានកីឡាករ Buendia មាន Mamadou Onana មាន Declan Luiz ក៏ដូចជា Jadon Sancho និង Roger ចំណែកខ្សែប្រយុទ្ធនេះប្រើប្រាស់ខ្សែប្រយុទ្ធ3គឺកីឡាករ Tammy Abraham ចំណែកឯខាងក្រុមភ្ញៀវយប់នេះរៀបចំក្នុងប្រព័ន្ធ 4-2-3-1 គឺពេញសាច់ដូចគ្នាមានអ្នកចាំទីកីឡាករ Keller ខ្សែការពារ4រូបមាន Kayode មាន Vandenberg មាន James Collins មាន John Henry ចំណែកតំបន់កណ្ដាល2រូបមាន Yamaluk ចាប់ដៃគូជាមួយ Chanel ហើយតំបន់ប្រយុទ្ធដាក់កីឡាករ Daniel Otara Ben Johnson William Sade ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលគឺ Thiago ច្បាស់ណាស់សម្រាប់ការប្រកួតក្រុម Aston Villa 5ប្រកួតចុងក្រោយនេះពួកគេបរាជ័យតែមួយប្រកួតទេហើយធ្វើបានល្អមែនទែននៅរដូវកាលនេះក្រោមការដឹកនាំរបស់ Unai Emery ដោយបច្ចុប្បន្ននេះកំពុងតែមានឱកាសក្នុងការប្រជែងពានរង្វាន់ English Premier League ជាមួយនឹង Arsenal ជាមួយនឹង Manchester City ដូច្នេះការប្រកួតមួយនេះនៅក្នុងទឹកដី Villa Park គឺជាការប្រកួតដ៏សំខាន់ដែលមិនអាចឲ្យក្រុមម្ចាស់ផ្ទះរបូត3បន្ទុកពីដៃបាននោះទេចំណែកឯក្រុម Brentford បច្ចុប្បន្នរំកិលឡើងលើមែនក៏ប៉ុន្តែការប្រកួតមួយនេះក៏មិនប្រកាសថាងាយនឹងយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះដែរក៏ទោះបីជាទម្រង់មួយរយៈចុងក្រោយនេះល្អយ៉ាងណាក៏ដោយដូច្នេះគឺជារឿងពិបាកមួយក្នុងការជួបជាមួយ Aston Villa ដូច្នេះសម្រាប់ការបើកវិនិយោគដូចជាក្រុម Aston Villa ម្ចាស់ផ្ទះបើកការវិនិយោគមិនដល់មួយតង់ទេដូច្នេះគូមួយនេះ admin ជឿជាក់ថាក្នុងទឹកដី Villa Park Aston Villa នឹងអាចយកឈ្នះនិងធ្វើបានល្អយកជ័យជំនះមកជូនក្រុមខ្លួនបានជាជំខានគូនេះណែនាំរីកមិនបងប្អូនស្នេហាទៅលើក្រុមម្ចាស់ផ្ទះ Aston Villa មកបន្តជាមួយនឹងគូទី3នៅក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញរវាងក្រុមយក្សរបស់អេស្ប៉ាញគឺស្ដេចស Real Madrid នឹងត្រូវបើកកីឡដ្ឋាន Santiago Bernabeu ជួបជាមួយនឹងក្រុម Rayo Vallecano នៅវេលាម៉ោង 10:15 នាទីអធ្រាត្រនេះ
យើងក៏លេខមកមើលតារាងពិន្ទុសម្រាប់ក្រុមទាំងពីរស្រេចសរៀលម៉ាឌ្រីតបច្ចុប្បន្ននៅលេខរៀងទី2ឆ្លងកាត់21ប្រកួតមាន51ពិន្ទុក្នុងនោះឈ្នះ16ដងស្មើ3និងចាញ់2សុទ្ធបញ្ចូលទីគូសត្រូវបាន45គ្រាប់និងរបូតគ្រាប់បាល់វិញ17គ្រាប់ចំណែកក្រុមភ្ញៀវ Rayo Vallecano នៅលេខរៀងទី16ឆ្លងកាត់21ប្រកួតមាន22ពិន្ទុក្នុងនោះឈ្នះ5ស្មើ7និងចាញ់9ដងសុទ្ធបញ្ចូលទីបាន17គ្រាប់និងរបូតវិញ28គ្រាប់យើងមកក៏លេខមើលទម្រង់លេង5ប្រកួតចុងក្រោយសម្រាប់ក្រុម Real Madrid 5ប្រកួតចុងក្រោយនេះដូចជារៀងបាក់កម្លាំងចិនតិចដោយក្នុងនោះឈ្នះ3និងចាញ់2មានចាញ់ Albacete នៅក្នុងពានរង្វាន់ Copa del Rey ដោយលទ្ធផល2-3ហើយក៏ត្រឡប់មកយកឈ្នះក្នុងទឹកដីខ្លួនឯងលើក្រុម Levante 2-0យកឈ្នះលើ AS Monaco នៅ Champions League 6-1បន្តយកឈ្នះលើក្រុមខ្លាំង Villarreal នៅក្រៅដី2-0ចំណែកការប្រកួតចុងក្រោយនេះបរាជ័យក្រោមអតីតគ្រូបង្វឹករបស់ខ្លួនឯងគឺលោក Jose Mourinho ក្រុម Benfica ដោយលទ្ធផល2-4ដែលធ្វើឲ្យក្រុមខ្លួនត្រូវធ្លាក់ទៅលេងវគ្គជម្រុំវិញចំណែកឯ5ប្រកួតចុងក្រោយរបស់ក្រុម Rayo Vallecano អូយរៀងយ៉ាប់ភ្នែកណាអេដមីននិយាយត្រង់ក្នុងនោះឈ្នះ2និងចាញ់រហូតដល់3ប្រកួតការឈ្នះ2នឹងមានឈ្នះជាមួយនឹង Granada នៅ Copa del Rey 3-1បន្តយកឈ្នះលើ Mallorca 2-1ចំណែក3ប្រកួតចុងក្រោយគឺបរាជ័យទួនក្នុងនោះបរាជ័យជាមួយនឹង Alaves 2-0នៅ Copa del Rey បន្តបរាជ័យជាមួយនឹង Celta Vigo 0-3ចំណែកការប្រកួតចុងក្រោយក៏នៅតែចាញ់ទៅលើក្រុមភ្ញៀវ Osasuna នៅក្នុង La Liga ដោយលទ្ធផល1-3យើងមកមើលប្រវត្តិនៃការជួបគ្នាសម្រាប់ក្រុមទាំងពីរធ្លាប់ជួបគ្នាមកទាំងអស់សរុប14ប្រកួតក្នុងនោះ Real Madrid ឈ្នះ8 Rayo Vallecano ឈ្នះ2ដងនិងស្មើគ្នា4ដងចំណែកឯការជួបគ្នា5ប្រកួតចុងក្រោយថ្មីមួយឆ្នាំ2ឆ្នាំមុននេះណាអូมันគួរឲ្យជឿថា Real Madrid អាចយកឈ្នះទៅលើក្រុម Rayo បានតែមួយប្រកួតប៉ុណ្ណោះ4ប្រកួតទៀតគឺស្មើគ្នា4ប្រកួតតោះឥឡូវអេដមីននាំបងប្អូនទៅកលេចមើលនៅក្នុងការត្រៀមព្រមសម្រាប់ក្រុមទាំងពីរក្រុមចាប់តែ Real Madrid ជំនាញនឹងខ្វះខាតកីឡាករ4រូបក្នុងនោះមានកីឡាករសញ្ជាតិអាល្លឺម៉ង់ Antonio Rudiger មានកីឡាករ Eder Militao Ferland Mendy ជាមួយនឹងខ្សែការពារសញ្ជាតិអង់គ្លេសគឺ Trent Alexander-Arnold អវត្តមាននៅក្នុងការប្រកួតនេះយ៉ាងពិតប្រាកដចំណែកក្រុមភ្ញៀវនឹងខ្វះខាតកីឡាករ2រូបគឺកីឡាករ Abdul Munin ជាមួយនឹងកីឡាករ Ivan Baliu ដែលមានបញ្ហារបួសឈឺចាប់អញ្ចឹងហើយមានបញ្ហាគឺក្រុម Real Madrid មានបញ្ហាច្រើនជាងដោយសារសិតតែជាកីឡាករសំខាន់មិនថា Rudiger មិនថា Eder Militao មិនថា Ferland Mendy សិតតែសំខាន់ណាស់សម្រាប់ Real Madrid តោះយើងមកមើល line up 11នាក់ដែលគិតថានឹងមានវត្តមាននៅក្នុងការប្រកួតមួយនេះសម្រាប់ក្រុមភ្ញៀវរៀបចំក្នុងប្រព័ន្ធ 4-1-2-3 មានអ្នកចាំទី Thibaut Courtois ខ្សែការពារ4រូបប្រើប្រាស់កីឡាករ Dean Hazard កីឡាករ Carreras Raúl Asensio ជាមួយនឹងកីឡាករ Federico Valverde ចំណែក Demi កណ្ដាលយប់នេះប្រើប្រាស់តំណែងទេគឺកីឡាករ Aurelien Tchouameni ហើយតំបន់ប្រយុទ្ធមាន Jude Bellingham មាន Arda Güler មាន Rodrigo មាន Vinicius Junior ក៏ដូចជា Ape Kylian Mbappe ចំណែកខាងក្រុមភ្ញៀវរៀបចំក្នុងប្រព័ន្ធ 4-3-3 មានអ្នកចាំទី Batala ខ្សែការពារ4រូបមាន Rajiu មាន Logine មាន Mendy មាន Chavarria ចំណែកតំបន់កណ្ដាលមាន Eze មាន Zize មាន Diaz ហើយតំបន់ប្រយុទ្ធប្រើប្រាស់កីឡាករ Agoma Garcia ចាប់ដៃគូជាមួយខ្សែយុទ្ធមុខស្រួយគឺកីឡាករ De Frutos សម្រាប់ក្រុមទាំងពីរបើយើងមកមើល5ប្រកួតចុងក្រោយនេះក្រុមម្ចាស់ផ្ទះនៅតែធ្វើបានល្អជាងក្រុមភ្ញៀវក៏ទោះបីជាបរាជ័យ2ប្រកួតក្នុង5ប្រកួតចុងក្រោយយ៉ាងណាក៏ដោយហើយប្រវត្តិនៃការជួបគ្នាបើយើងមើលរូបភាពរួមណា14ប្រកួត Real Madrid នៅតែធ្វើបានល្អក៏ទោះបីជា5ប្រកួតចុងក្រោយជួបគ្នានេះឈ្នះបានតែម្ដងយ៉ាងណាក៏ដោយក៏ប៉ុន្តែបើយើងមើលទម្រង់លេងក្រុមភ្ញៀវវិញទោះបីជាធ្វើល្អពេលជួប Real Madrid តែ3ប្រកួតចុងក្រោយនេះបរាជ័យទាំងអស់ដូច្នេះហើយគឺជាឱកាសដ៏ពិបាកមួយដែលត្រូវជួបតតាំងជាមួយនឹងក្រុម Real Madrid ដែលកំពុងតែកពលមុខនៅក្នុងការប្រកួតចុងក្រោយជាមួយ Benfica ដូច្នេះសម្រាប់គូនេះបើបងប្អូនឆ្លៃសួរ admin ថាតើ admin ស្រឡាញ់ក្រុមមួយណាច្បាស់ណាស់ក្នុងដួងចិត្តរបស់ admin នឹងមាន Real Madrid គិតថាយុគនេះទៅបី Real Madrid បើការវិនិយោគរៀងខ្ពស់ក៏ពិតមែនតែជឿជាក់ដោយគុណភាពកីឡាកររបស់ក្រុម Real Madrid admin គិតថាយុគនេះស្ដេចស Real Madrid នឹងឈ្នះក្នុងទឹកដី Santiago Bernabeu មិនក្រោម3គ្រាប់គូនេះណែនាំស្រឡាញ់ Real Madridតោះយើងមកតជាមួយនឹងគូបញ្ចប់នៅក្នុងវីដេអូមួយនេះគឺនៅក្នុងក្របខ័ណ្ឌលីកអង់របស់បារាំងគឺរវាង Strasbourg នឹងជួបជាមួយនឹង Paris Saint-Germain ហើយមានការប្រកួតគ្នានៅវេលាម៉ោង 2:45 នាទីរំលងអាធ្រាត្រយើងងាកមកមើលតារាងពិន្ទុសម្រាប់ក្រុមភ្ញៀវ Strasbourg បច្ចុប្បន្នរំកិលឡើងមកលេខរៀងទី7ហើយឆ្លងកាត់19ប្រកួតមាន30ពិន្ទុឈ្នះ9ស្មើ3និងចាញ់7សុទ្ធបញ្ចូលទីបាន32គ្រាប់និងរបូតវិញ23គ្រាប់ចំណែកឯក្រុម Paris Saint-Germain បច្ចុប្បន្ននៅលេខរៀងទី2ឆ្លងកាត់19ប្រកួតមាន45ពិន្ទុឈ្នះ14ស្មើ3និងចាញ់2សុទ្ធបញ្ចូលទីបាន41និងរបូតគ្រាប់បាល់15គ្រាប់ចំណែក5ប្រកួតទម្រង់លេងចុងក្រោយ Strasbourg អត់ស្គាល់ពាក្យថាបរាជ័យទេក្នុងនោះឈ្នះ4និងស្មើ1មានឈ្នះ Dunkerque នៅ Coupe de France 2-1ស្មើជាមួយនឹង OGC Nice 1-1បន្តយកឈ្នះ Orange នៅក្នុង Coupe de France 6-0យកឈ្នះលើជាមួយ FC Metz 2-1ចំណែកការប្រកួតចុងក្រោយយកឈ្នះក្រុមខ្លាំងដល់ទឹកដីគេរហូតដល់4-1គឺ Lille
ចំណែកឯក្រុម Paris Saint-Germain វិញ5ប្រកួតចុងក្រោយអូមានចាញ់មានឈ្នះមានស្មើក្នុងនោះឈ្នះ2ស្មើ1និងចាញ់2មានចាញ់ជាមួយនឹង Paris FC នៅក្នុង Coupe de France 0-1យកឈ្នះលើ Lille 3-0ចាញ់ Sporting Lisbon នៅ Champions League 1-2ហើយក៏បន្តយកឈ្នះជាមួយនឹង Auxerre នៅ Ligue 1របស់បារាំង1-0ចំណែកការប្រកួតចុងក្រោយនៅក្នុងទឹកដីរបស់ខ្លួនឯងបានត្រឹមស្មើជាមួយនឹងក្រុមមកពីអង់គ្លេសគឺ Newcastle United នៅក្នុង Champions League ដោយលទ្ធផល1-1យើងងាកមកមើលប្រវត្តិនៃការជួបគ្នាវិញ15ប្រកួតចុងក្រោយ Admin សំលេចមកក្នុងនោះម្ចាស់ផ្ទះអាចឈ្នះបានតែម្ដងទេ Paris Saint-Germain ឈ្នះ9ដងនិងស្មើគ្នា4ដងចំណែក5ប្រកួតនៃការជួបគ្នាចុងក្រោយក្រុមចាប់ផ្ទះ Strasbourg ឈ្នះម្ដង Paris Saint-Germain ឈ្នះ2ដងនិងស្មើគ្នា2ដងជួបគ្នាលើកចុងក្រោយការប្រជែងទី1នៅទឹកដីប៉ារីសស្មើគ្នាដោយលទ្ធផល3-3យើងមកមើលកីឡាករដែលនឹងអវត្តមាននៅក្នុងការប្រកួតមួយនេះនឹងមានកីឡាករណាខ្លះសម្រាប់ក្រុមចាប់ផ្ទះនឹងអវត្តមានកីឡាករ Zaidizo, Matheus Amogu, Mazio Oyedele, Valentin Bako ក៏ដូចជា Emmanuel Emega ចំណែកខាងក្រុមភ្ញៀវនឹងក៏មិនណយដែរសិតតែកីឡាករសំខាន់មិនថាកីឡាករ Fabien Ruiz កីឡាករ Kang In Lee កីឡាករ Quentin Ndanchu ក៏ដូចជាខ្សែប្រយុទ្ធស្លាប់ផ្សេងគឺ Kavika Kvaratskhelia គឺជាកម្លាំងដ៏សំខាន់ដែលប៉ារីសនឹងអវត្តមានក្នុងការប្រកួតនេះតោះយើងក៏លេខមកមើល line up 11នាក់ដែលគិតថានឹងមានវត្តមាននៅក្នុងការប្រកួតមួយនេះម្ចាស់ផ្ទះរៀបចំក្នុងប្រព័ន្ធ 4-2-3-1 មានអ្នកចាំទី Pender ខ្សែការពារ4រូបប្រើប្រាស់កីឡាករ Ben Chilwell, Oumar Bambadile, Ismail Assar ក៏ដូចជា Doué ហើយតំបន់ដុមីកណ្ដាលប្រើប្រាស់កីឡាករ El Amourabet ចាប់ដៃគូជាមួយនឹង Doucouré ហើយតំបន់ប្រយុទ្ធមានកីឡាករ Godo មាន Enciso មាន Moreira ជាមួយនឹងខ្សែប្រយុទ្ធ Panicelli សញ្ជាតិអ៊ីតាលីចំណែកខាងក្រុម Paris Saint-Germain វិញយប់នេះរៀបចំក្នុងប្រព័ន្ធ 4-3-3 មានអ្នកចាំទី Chevalier ខ្សែការពារ4រូបខាងក្រោមមានកីឡាករ Azraq Hakimi មាន Marquinhos មាន William Pacho ក៏ដូចជាមានកីឡាករ Shawn Mendes ចំណែកតំបន់កណ្ដាលមានកីឡាករ Zaire Emery មាន Vitinha មាន João Neves ចាប់ដៃគូគ្នាហើយតំបន់ប្រយុទ្ធដាក់កីឡាករ Desiré Doué កីឡាករ Barcola ក៏ដូចជាកីឡាករ Ousmane Dembeleច្បាស់ណាស់ការវិភាគរបស់ Admin នៅក្នុងការប្រកួតមួយនេះ Admin មើលទម្រង់លេងរបស់ក្រុមទាំងពីរក្រុមម្ចាស់ផ្ទះធ្វើបានល្អមែននៅក្នុង5ប្រកួតដោយមិនទាន់ទៅស្គាល់បរាជ័យទេហើយក្នុងនោះមានឈ្នះក្រុមខ្លាំងដូចជា Lille ហើយក៏មានឈ្នះជាមួយនឹង Metz ទៀតអញ្ចឹងគឺថាទម្រង់លេងទទួលយកបានគួរសមចំណែកឯក្រុម Paris Saint-Germain វិញរដាប់រដួលបន្តិចនៅក្នុង5ប្រកួតចុងក្រោយក៏ប៉ុន្តែកុំភ្លេចណាបងប្អូននៅក្នុង Ligue 1របស់បារាំង Paris នៅតែជាអធិរាជក្នុងការក្រុងពានទោះបីបច្ចុប្បន្ននៅលេខរៀងទី2យ៉ាងណាក៏ដោយដូច្នេះការប្រកួតមួយនេះ3ពិន្ទុសំខាន់ណាស់សម្រាប់ Paris Saint-Germain ចង់មិនចង់ក៏ទៅតែឈ្នះក្នុងការប្រកួតនេះដើម្បីទទួលបាន3ពិន្ទុត្រឡប់ទៅកាន់តារាងលីក1នៅក្នុងលីកអង់របស់បារាំងវិញដូច្នេះសួរថា Admin ស្រឡាញ់មួយណាច្បាស់ណាស់ការវិនិយោគក្រុមភ្ញៀវវិនិយោគអត់ដល់មួយតង់ទេអញ្ចឹងគួរឲ្យលេខបានណាសម្រាប់បងប្អូនអញ្ចឹង Admin ណែនាំឲ្យបងប្អូនស្រឡាញ់ក្រុម Paris Saint-Germain ទៅមិនខកបំណងទេ Admin ជឿជាក់ថាអញ្ចឹងសម្រាប់คลิปវិភាគតម្រុយបាល់4គូដែល Admin លើកមកក្នុងថ្ងៃនេះក៏ឈានដល់បញ្ចប់ដែរជាចុងក្រោយនេះ Admin ក៏សូមធ្វើការសរុបឲ្យបងប្អូនស្ដាប់ម្ដងទៀតសម្រាប់4គូដែល Admin នឹងជឿរឿងមកថ្ងៃនេះគូទី1 Manchester United ជួបជាមួយនឹង Fulham គូនេះរីកមិនបងប្អូនជឿរឿងក្រុមម្ចាស់ផ្ទះ Manchester United ចំណែកឯគូទី2 Aston Villa ជួបជាមួយនឹង Brentford គូនេះក៏រីកមិនបងប្អូនស្នេហាលើក្រុមម្ចាស់ផ្ទះ Aston Villa ហើយគូទី3 Real Madrid ជួបជាមួយនឹង Rayo Vallecano គូនេះក៏រីកមិនបងប្អូនជឿរឿងម្ចាស់ផ្ទះ Real Madrid ទៅមិនខកបំណងទេចំណែកគូចុងក្រោយគឺ Strasbourg ជួបជាមួយនឹង Paris Saint-Germain គូនេះណែនាំរីកមិនឲ្យឆ្លាញ់ក្រុមភ្ញៀវ Paris Saint-Germain ជឿជាក់ថា4គូនេះនឹងនាំបងប្អូនឈានទៅដល់លើវិថីសុបជាមួយនឹង Admin របស់គ្នាតែបើបងប្អូនចង់បានច្បាស់ជាងនេះចង់បានច្រើនជាងនេះបន្ថែមជាងនេះអូខេមកធ្វើជាសមាជិកជាមួយ Admin នៅក្នុងក្រុម AKFC Sportive សម្រាប់ដំណរ link នៅក្រោម profile ឬក៏បងប្អូនអាចមើលតាមរូបភាពដែល Admin បញ្ជាក់នៅខាងមុខអេក្រង់នេះណាអញ្ចឹងចុចមកទាំងអស់គ្នាមកចូលរួមជាមួយនឹង AKFC Sportive ហើយបញ្ជាក់ណាបងប្អូនរកវេទិកាកម្សាន្តណា Admin recommend ឲ្យចូលលេងជាមួយនឹងវេទិកាកម្សាន្ត UFA មិនធ្វើឲ្យបងប្អូនខកបំណងនោះទេហើយជាចុងក្រោយសូមបងប្អូនកុំភ្លេចជួយចុច like ចុច subscribe ក៏ដូចជាចុច notification ឲ្យ Admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលាអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយពីខ្ញុំ MC កុង